lên bị khang trong bàn cho bà tí bà ចាលោកគ្រូមិនធ្វើបានលោកគ្រូបាទសូមអរគុណបងបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតចូលទៅកាន់បទបង្ហាញតែម្ដងបាទអញ្ចឹងសម្រាប់បទបង្ហាញបាទរបស់យើងនេះវិពិតនេះគឺស្ដីអំពីកម្មវិធីបាទរដ្ឋបាលអេឡិចត្រូនិកពន្ធដារឬយើងហៅថា GDT e-administration បាទបច្ចុប្បន្នបាទកម្មវិធីរបស់យើងគឺស្ថិតនៅក្នុងចំនួន 11.0.6 ហើយករណីដែលបាទលោកស្រីដែលអញ្ជើញចូលរួមបាទมันមានជាឯកសារប័ណ្ណបង្ហាញបាទលោកស្រីក៏អាចធ្វើការ scan នៅ QR code ដើម្បីទាញយកនៅឯកសារប័ណ្ណបង្ហាញរបស់យើងបានផងដែរបាទអញ្ចឹងខ្ញុំសូមចូលមកកាន់មាតិកាបាទមាតិកានៃកម្មវិធីបាទរបស់យើងនាពេលព្រឹកនេះបាទអញ្ចឹងសម្រាប់មាតិកាគឺនៅក្នុងនោះយើងមានចំនួនបាទ6ចំណុចទី1គឺស្ដីអំពីបាទសេចក្តីណែនាំទី2គឺស្ដីអំពីបាទកម្មវិធីនិងវិសាលភាពបាទទី3គឺលំហូរសង្ខេបបាទនៃការប្រើប្រាស់បាទនៃការប្រើប្រាស់កម្មវិធីបាទទី4គឺជាការទាញយកនិងដំឡើងកម្មវិធីបាទសម្រាប់ទី5គឺជាការចូលប្រើប្រាស់កម្មវិធីឬក៏បង្កើតនៅគណនីថ្មីបាទករណីដែលមិនទាន់មានជាគណនីបាទសម្រាប់ចំណុចទី6គឺអំពីកម្មវិធីត្រួតពិនិត្យបាទនឹងតាមដានឯកសារបាទមុខងារតាមដានឯកសារបាទបាទអញ្ចឹងខ្ញុំសូមចូលមកកាន់បាទ slide ទំព័រទី5បាទស្ដីអំពីសេចក្តីណែនាំបាទអញ្ចឹងនៅក្នុងការដាក់ជូនឲ្យប្រើនៅកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារនេះដែរក៏មាននៅសេចក្តីណែនាំបាទលេខ11បាទ936បាទដែលនៅក្នុងនោះគឺបានបញ្ជាក់អំពីបាទប្រភេទនៅពាក្យស្នើសុំបាទលិខិតរដ្ឋបាលផ្សេងដែលបាទលោកស្រីអាចធ្វើការដាក់ស្នើតាមរយៈបាទកម្មវិធី GTE Administration នេះបានបាទអញ្ចឹងនៅក្នុងនេះដែរបាទគឺមានជាសង្ខេបរួមមានដូចជាបាទពាក្យស្នើសុំធ្វើបច្ចុប្បន្នភាពបាទព័ត៌មានសហគ្រាសពាក្យស្នើសុំបាទបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យបាទពាក្យស្នើសុំតវ៉ាលើការកំណត់ពន្ធឡើងវិញបាទពាក្យស្នើសុំទូទាត់បាទប្រាក់ពន្ធជាដំណាក់កាលពាក្យស្នើសុំបាទវិញ្ញាបនបត្រឬលិខិតបាទអនុញ្ញាតផ្សេងបាទព្រមជាមួយនឹងបាទពាក្យស្នើសុំនិងលិខិតរដ្ឋបាលនិងបាទលិខិតឯកសារផ្សេងទៀតផងដែរបាទដែលឡែកក្នុងនោះដែរក៏មាននៅប្រភេទលិខិតមួយចំនួនបាទដែលមិនអនុញ្ញាតឲ្យធ្វើការបាទដាក់ស្នើតាមរយៈកម្មវិធីនេះផងដែរដោយសារតែបាទនៅក្នុងប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដាររបស់យើងគឺមានមុខងារសម្រាប់ស្នើនៅបាទទម្រង់លិខិតនោះជាស្រាប់បាទឧទាហរណ៍ដូចជាបាទការស្នើនៅការបាទសុំកែតម្រូវលិខិតប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំបាទការស្នើសុំបាទអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារបាទការស្នើសុំលិខិតបញ្ជាក់ការកាន់កាប់បាទគណនីត្រឹមត្រូវឬការស្នើសុំបាទវិញ្ញាបនបត្រអនុលោមភាពបាទសារពើពន្ធការស្នើសុំផ្អាកដំណើរការសកម្មភាពបាទអាជីវកម្មបណ្ដោះអាសន្នឬស្នើសុំបាទបើកដំណើរការអាជីវកម្មបាទឡើងវិញការស្នើសុំវិញ្ញាបនបត្របាទនិវាសនជនបាទការស្នើសុំអត្រាពន្ធបាទតាមកិច្ចព្រមព្រៀង DTA បាទអញ្ចឹងសម្រាប់ការស្នើសុំទាំងប៉ុន្មានខាងដើមនេះគឺបាទខាងអគ្គនាយកដ្ឋានពន្ធដារគឺមានជាប្រព័ន្ធដាច់ដោយឡែកមួយទៀតដែលលោកស្រីអាចធ្វើការបង្កើតនៅពាក្យស្នើសុំនៅក្នុងប្រព័ន្ធនោះបានតែម្ដងបាទអញ្ចឹងយើងអត់ចាំបាច់ធ្វើការបង្កើតពាក្យស្នើសុំឬក៏ស្នើសុំតាមរយៈកម្មវិធីបាទ e-administration នេះទេបាទបាទអញ្ចឹងខ្ញុំចូលមកកាន់បាទសេចក្តីផ្ដើមអំពីកម្មវិធីបាទនិងវិសាលភាពអញ្ចឹងសម្រាប់កម្មវិធីបាទរដ្ឋបាលអេឡិចត្រូនិកពន្ធដារឬយើងហៅថា GDT Administration គឺជាកម្មវិធីបាទដែលដំណើរការនៅលើកុំព្យូទ័របាទអញ្ចឹងវាខុសប្លែកពីកម្មវិធីផ្សេងដែលលោកស្រីអាចនឹងធ្លាប់ប្រើកន្លងមកបាទដែលជាកម្មវិធីរបស់កិច្ចយុត្តិធម៌ពន្ធដារដែលលោកស្រីធ្វើការ log ចូលតាមរយៈ web browser បាទដែលឡែកកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារនេះគឺយើងប្រើប្រាស់នៅលើបាទកុំព្យូទ័របាទ
អញ្ចឹងសម្រាប់កម្មវិធីនេះដែរគឺបាទជួយសម្រួលទៅដល់អ្នកជាប់ពន្ធក្នុងការបាទដាក់ស្នើសុំនៅលិខិតរដ្ឋបាលផ្សេងៗមកកាន់រដ្ឋបាលសារពើពន្ធបាទតាមរយៈអនឡាញដោយបាទមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរមកដាក់លិខិតទៅផ្ទាល់បាទនៅអគ្គយុត្តិធម៌ពន្ធដារឬនៅសាខាពន្ធដារខេត្តខណ្ឌឡើយបាទអញ្ចឹងក្រោយពីធ្វើការដាក់រួចរាល់បាទលោកស្រីក៏អាចទទួលបាននៅការឆ្លើយតបបាទតាមរយៈប្រព័ន្ធអនឡាញបានដូចគ្នាផងដែរ បាទសម្រាប់វិសាលភាពបាទកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារបាទគឺមានវិសាលភាពបាទសម្រាប់អ្នកជាប់ពន្ធភ្នាក់ងារសេវាកម្មពន្ធដារសហគ្រាសឬអ្នកដំណើរសហគ្រាសដែលមានបំណងដាក់លិខិតរដ្ឋបាលឬពាក្យស្នើសុំបាទផ្សេងមកកាន់បាទមកកាន់រដ្ឋបាលសារពើពន្ធបាទអញ្ចឹងខ្ញុំសូមចូលទៅកាន់ចំណុចបន្ទាប់ស្ដីអំពីលំហូរសង្ខេបបាទនៃការប្រើប្រាស់កម្មវិធីបាទអញ្ចឹងដើម្បីធ្វើការប្រើប្រាស់កម្មវិធីបានបាទលោកស្រីត្រូវចូលទៅកាន់បាទគេហទំព័រផ្លូវការរបស់អគ្គយុត្តិធម៌ពន្ធដារបន្ទាប់មកទៀតធ្វើការទាញយកបាទទាញយកនៅកម្មវិធីបាទកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដាររួចធ្វើការដំឡើងនៅលើកុំព្យូទ័ររបស់បាទរបស់លោកស្រីសូមអធិស្ឋានបងតេងលីដាសូមមេត្តាបិទញូតបង ខ្ញុំសូមអនុញ្ញាតបន្តបាទជាបន្ទាប់ពីបាទលោកស្រីធ្វើការទាញយកកម្មវិធីក៏ដូចជាដំឡើងលើកុំព្យូទ័ររួចរាល់បាទលោកស្រីអាចធ្វើការចូលមកកាន់កម្មវិធីបាទហើយចុចទៅលើរូបតំណាងនៃកម្មវិធីដែលមាននៅលើបាទ desktop បាទរបស់លោកស្រីបាទអញ្ចឹងសម្រាប់ការដាក់លិខិតរដ្ឋបាលបាទនៅក្នុងនោះគឺតម្រូវឲ្យលោកស្រីធ្វើការជ្រើសរើសប្រភេទបាទនៃអ្នកដាក់លិខិតដែលនៅក្នុងនោះគឺមានបែងចែកជា3ប្រភេទទី1គឺជាយើងធ្វើនេះបានបាទទី1គឺជាបុគ្គលទូទៅបាទដែលសម្រាប់បុគ្គលទូទៅគឺគាត់អាចធ្វើការដាក់លិខិតផ្ទាល់ខ្លួនឬក៏ដាក់លិខិតរបស់អ្នកដទៃបាទទី2គឺជាភ្នាក់ងារសេវាកម្មបាទសេវាកម្មពន្ធដារដែលគាត់អាចធ្វើការដាក់លិខិតជូនបាទនីតិបុគ្គលឬក៏បាទរូបវ័ន្តបុគ្គលនិងទី3គឺជាអ្នកតំណាងសហគ្រាសបាទដែលគាត់អាចធ្វើការដាក់លិខិតជូនសហគ្រាសបាទដែលគាត់បម្រើការជូនសម្រាប់ចំណុចបន្ទាប់គឺជារបាយការណ៍សង្ខេបបាទអញ្ចឹងបន្ទាប់ពីលោកស្រីបានដាក់នៅលិខិតនៅក្នុងនោះក៏មានជាផ្ទាំងរបាយការណ៍សង្ខេបដែលលោកស្រីអាចធ្វើការតាមដាននៅស្ថានភាពបាទលិខិតដែលបានស្នើសុំបាទបានផងដែរបាទអញ្ចឹងសម្រាប់ការបង្កើតពាក្យស្នើសុំបាទជាដំបូងគឺលោកស្រីធ្វើការចុចទៅលើបាទប៊ូតុងបង្កើតពាក្យស្នើសុំបន្ទាប់មកធ្វើការបំពេញនៅព័ត៌មានលិខិតបាទរួចធ្វើការភ្ជាប់នៅឯកសារបាទពាក្យស្នើសុំឯកសារយោងនិងឯកសារផ្សេងបាទរួចធ្វើការបញ្ជូនលិខិតបាទជាបន្ទាប់ពីបញ្ជូនលិខិតរួចបាទកម្មវិធីនឹងអនុញ្ញាតឲ្យលោកស្រីធ្វើការបោះពុម្ពលិខិតបញ្ជាក់អំពីការបាទបញ្ជូនឯកសារបាទអញ្ចឹងនៅក្នុងនោះដែរសម្រាប់បាទរបាយការណ៍នៅក្នុងកម្មវិធីក៏មានបែងចែកបាទជា3ប្រភេទរបាយការណ៍ដែលលោកស្រីអាចធ្វើការពិនិត្យបានផងដែរបាទដែលនៅក្នុងនោះគឺមានជាបាទរបាយការណ៍លិខិតដែលបានស្នើសុំបាទលិខិតកំពុងដំណើរការនិងលិខិតដែលបានបញ្ចប់បាទអញ្ចឹងសម្រាប់ចំណុចបាទបន្ទាប់នៅក្នុងចំណុចដែលបញ្ជាក់ថាចំណាំនេះបាទគឺបានលើកឡើងថាបាទបន្ទាប់ពីលោកស្រីធ្វើការបោះពុម្ពបាទលិខិតបញ្ជាក់ការបញ្ជូនឯកសាររួចរាល់លោកស្រីអាចធ្វើការតាមដានឯកសារបាទដោយ scan នៅ QR code លើឯកសារតាមរយៈបាទកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសាររបស់អគ្គយុត្តិធម៌ពន្ធដារបាទអញ្ចឹងបន្ទាប់ពីលោកស្រីបានធ្វើការបង្កើតពាក្យស្នើសុំបាទរួចរាល់បោះពុម្ពលិខិតបញ្ជាក់ការបញ្ជូនឯកសារលោកស្រីអាចធ្វើការ scan បាទនៅលើឯកសារដើម្បីតាមដានអំពីបាទស្ថានភាពនៃឯកសារបានផងដែរបាទអញ្ចឹងខ្ញុំចូលមកកាន់បាទ slide ទី11បាទស្ដីអំពីការទាញយកនិងដំឡើងកម្មវិធីបាទ
អញ្ចឹងដោយដែលបានជម្រាបជូនខាងដើមបាទសម្រាប់ការទាញយកនិងដំឡើងកម្មវិធីបាទគឺតម្រូវឲ្យលោកលោកស្រីចូលមកកាន់គេហទំព័រផ្លូវការរបស់កិច្ចយុត្តិធម៌ពន្ធដារបាទបន្តមកទៀតចុចនៅត្រង់ចំណុចសេវាកម្មបាទអេឡិចត្រូនិកពន្ធដាររួចធ្វើការស្វែងរកបាទស្វែងរកកម្មវិធីរដ្ឋបាលបាទអេឡិចត្រូនិកពន្ធដារបាទអញ្ចឹងបញ្ជាក់ជូនផងដែរសម្រាប់កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារនេះគឺជាកម្មវិធី free បាទมันមានជាការគិតថ្លៃសេវាបាទនោះទេបាទអញ្ចឹងលោកលោកស្រីអាចធ្វើការទាញយកនិងដំឡើងបានដោយឥតគិតថ្លៃបាទចឹងបន្ទាប់ពីស្វែងរករួចបាទចុចទៅលើប៊ូតុងទាញយកបាទចឹងក្រោយពីលោកលោកស្រីបានទាញយកបាននៅបាទកម្មវិធីដំឡើងរួចរាល់ហើយបាទលោកស្រីអាចធ្វើការដំឡើងដោយការបង្ហាញជូននៅលើ slide បាទអញ្ចឹងយើងធ្វើការចុចបាទទៅលើ file setup បាទដែលមានអឺនៅក្នុងបាទនៅក្នុង folder នេះបាទបន្ទាប់មកទៀតធ្វើការចុច next រហូតទៅដល់ចប់បាទបញ្ជាក់ជូនមួយទៀតផងដែរសម្រាប់កម្មវិធីរដ្ឋបាលអេឡិចត្រូនិកបណ្ដានេះគឺយើងមានតែ version សម្រាប់ Windows ទេមិនមានសម្រាប់ Mac OS ទេបាទអញ្ចឹងសម្រាប់តែ Windows OS ទើបអាចធ្វើការដំឡើងបានបាទហើយសម្រាប់ Windows OS នេះគឺតើតែបាទចំនួនWindows 10ឡើងទៅបាទទើបអាចធ្វើការដំឡើងបានបាទបាទអញ្ចឹងនៅក្នុងដាក់ឯកសារជាសារបាទ file ដែលអស់លោកស្រីបានទាញយកនោះដែរក៏មានភ្ជាប់នៅ folder មួយដែលជា folder help បាទដែលនៅក្នុងនោះគឺមានជាសៀវភៅណែនាំស្ដីអំពីរបៀបដំឡើងនិងដំណោះស្រាយបាទអំពីរបៀបដំឡើងផងដែរចឹងនៅក្នុងនេះគឺលោកស្រីអាចចូលមកកាន់ folder head ដើម្បីធ្វើការស្វែងរកនៅសៀវភៅបាទសៀវភៅស្ដីអំពីការប្រើប្រាស់កម្មវិធីក៏ដូចជារបៀបដំឡើងនិងការដោះស្រាយបាទសម្រាប់ការដំឡើងកម្មវិធីនេះបានផងដែរបាទចឹងខ្ញុំសូមចូលមកកាន់បាទចំណុច slide ទី14ស្ដីអំពីការចូលប្រើប្រាស់កម្មវិធីឬក៏បង្កើតគណនីបាទគណនីថ្មីអញ្ចឹងសម្រាប់កម្មវិធីក៏ដូចជាប្រព័ន្ធផ្សេងៗរបស់កិច្ចយុត្តិធម៌ពន្ធដារគឺតម្រូវឲ្យមានបាទនៅគណនីដើម្បីធ្វើការចូលប្រើប្រាស់បាទអញ្ចឹងបញ្ជាក់ជូនផងដែរករណីដែលលោកស្រីធ្លាប់មានជាគណនីរួចរាល់ហើយបាទអត់ចាំបាច់ធ្វើការបង្កើតគណនីមួយទៀតទេគឺយើងអាចប្រើប្រាស់នៅគណនីដែលយើងបានបង្កើតសម្រាប់ចូលទៅកាន់ប្រព័ន្ធបាទរបស់កិច្ចយុត្តិធម៌ពន្ធដារហ្នឹងគឺ log ចូលមកកាន់កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារនេះបានដូចគ្នាផងដែរចឹងសម្រាប់ការចូលប្រើប្រាស់បាទគឺសូមចុចទៅលើបាទរូបតំណាងនៃកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារបាទបន្ទាប់មកទៀតកម្មវិធីនឹងបង្ហាញផ្ទាំងដើម្បីអនុញ្ញាតឲ្យបាទលោកស្រីធ្វើការ log ចូលដើម្បីប្រើប្រាស់ចឹងសម្រាប់ការ log ចូលដើម្បីប្រើប្រាស់គឺបាទយើងអាចធ្វើការ log ចូលតាមរយៈ3វិធីទី1គឺតាមរយៈបាទអត្តសញ្ញាណប័ណ្ណឬក៏លិខិតឆ្លងដែនបាទទី2គឺជា email និងទី3គឺជាបាទលេខសម្គាល់នៅព័ត៌មានបុគ្គលបាទជានេះនៅពេលដែលលោកស្រីធ្វើការ log ចូលបាទបញ្ចូលនៅព័ត៌មានរួចចុចទៅលើប៊ូតុងបាទចូលប្រើប្រាស់បាទកម្មវិធីដោយឡែកករណីដែលលោកស្រីភ្លេចនៅពាក្យសម្ងាត់លោកស្រីក៏អាចធ្វើការផ្លាស់ប្ដូរនៅពាក្យសម្ងាត់បានផងដែរដោយចុចទៅលើប៊ូតុងបាទភ្លេចពាក្យសម្ងាត់បាទដើម្បីធ្វើការផ្លាស់ប្ដូរពាក្យសម្ងាត់ថ្មីសម្រាប់ករណីដែលលោកស្រីមិនទាន់មានជាគណនីក្នុងការ log ចូលប្រើប្រាស់ប្រព័ន្ធឬក៏កម្មវិធីរបស់កិច្ចយុត្តិធម៌បណ្ដាទេលោកស្រីអាចធ្វើការបង្កើតដោយចុចទៅលើបាទប៊ូតុងបង្កើតគណនីថ្មីណាជាងសម្រាប់ការបង្កើតគណនីថ្មីគឺតម្រូវឲ្យបាទលោកស្រីធ្វើការបំពេញនៅព័ត៌មានបាទព័ត៌មានចុះឈ្មោះអ្នកប្រើប្រាស់បាទអញ្ចឹងដូចនេះធ្វើការបំពេញនៅព័ត៌មានអ្នកប្រើប្រាស់បាទមានដូចជាបាទឈ្មោះបាទនាមខ្លួននាមត្រកូលបាទថ្ងៃខែឆ្នាំកំណើតលេខទូរស័ព្ទបាទអ៊ីមែលបាទលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិបាទនិងបាទប្រភេទអ្នកប្រើប្រាស់បាទបន្តមកទៀតចុចនៅត្រង់ប្រអប់បាទធានាអះអាងទៅលើព័ត៌មានដែលបានបំពេញរួចធ្វើការបញ្ចូលនៅលេខបាទលេខកូដ captcha នៅក្នុងប្រអប់ចឹងបន្ទាប់ពីបញ្ចូលរួចរាល់ចុចទៅលើបាទប៊ូតុងបន្ទាប់ជាងកម្មវិធីនឹងបង្ហាញបាទផ្ទាំងមួយដែលបញ្ជាក់ថាបាទគឺកម្មវិធីបានផ្ញើជាលេខកូដទៅកាន់អ៊ីមែលបាទដែលលោកលោកស្រីបានបំពេញខាងដើមបាទជាងដូចនេះលោកលោកស្រី
បាទចូលទៅកាន់ email របស់លោកលោកស្រីដើម្បីធ្វើការចុចទៅលើតំណភ្ជាប់រួចធ្វើការបញ្ចូលបញ្ចូលនៅពាក្យសម្ងាត់ថ្មីសម្រាប់គណនីរបស់លោកលោកស្រីបាទអញ្ចឹងកន្លែងនេះធ្វើការបញ្ចូលនៅពាក្យសម្ងាត់ថ្មីបន្ទាប់មកទៀតចុចទៅលើប៊ូតុងបង្កើត Đấy chắc là ai của ta của con mà là ai của ta của បាទអញ្ចឹងខ្ញុំសូមចូលមកកាន់ចំណុចបន្ទាប់ស្ដីអំពីទំព័រដើមនៃកម្មវិធី là lấy cái tài tự số បាទអញ្ចឹងសម្រាប់ការ log ចូលនៅពេលដែល log ចូលបានជោគជ័យលោកលោកស្រីនឹងឃើញផ្ទាំងទំព័រដើមនៃកម្មវិធីដែលនៅក្នុងនោះគឺមាន3ជម្រើសសម្រាប់លោកលោកស្រីធ្វើការជ្រើសរើសក្នុងការដាក់លិខិតដោយដែលបានជម្រាបជូននៅក្នុងរំហោពបាទអញ្ចឹងគឺយើងមានជាបុគ្គលទូទៅអ្នកងារសេវាកម្មពន្ធដារនិងអ្នកតំណាងសហគ្រាសអញ្ចឹងសម្រាប់កម្មវិធីសម្រាប់កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារនៅក្នុងនោះដែរក៏មានប៊ូតុងប៊ូតុងនៅផ្នែកខាងលើដែលជាប៊ូតុងសំខាន់ទី1គឺប៊ូតុងទំព័រដើមឬក៏យើងហៅថាជាប៊ូតុង Home អញ្ចឹងសម្រាប់ការ log ចូលនៅពេលដែលលោកលោកស្រីធ្វើការ log ចូលទៅខាងក្នុងហើយលោកលោកស្រីចង់ត្រឡប់មកខាងទំព័រដើមនេះបានលឿនលោកលោកស្រីអាចធ្វើការចុចនៅលើប៊ូតុង Home នេះដើម្បីត្រឡប់មកវិញទី2គឺជាប៊ូតុងរំលឹកឬក៏យើងហៅថា notification ដែលលោកលោកស្រីអាចធ្វើការពិនិត្យនៅរាល់ព័ត៌មានដាក់លិខិតរបស់លោកលោកស្រីបានដោយលោកលោកស្រីចុចនៅត្រង់ចំណុចប៊ូតុងរំលឹកនេះទី3គឺជាប៊ូតុងជំនួយសម្រាប់ប៊ូតុងជំនួយនេះករណីដែលលោកលោកស្រីមានជាចម្ងល់ផ្សេងតាក់ទងជាមួយនឹងការប្រើប្រាស់កម្មវិធីលោកលោកស្រីអាចចុចទៅលើប៊ូតុងជំនួយដែលនៅក្នុងនោះគឺយើងមានជាព័ត៌មានទំនាក់ទំនងទៅកាន់ call center 1277 សិភៅណែនាំស្ដីអំពីការប្រើប្រាស់កម្មវិធីមួយវិញទៀតផងដែរគឺជា live chat live chat ដែលអស់លោកលោកស្រីអាចធ្វើការសាកសួរជាមួយនឹងក្រុមការងារបានផងដែរអញ្ចឹងសម្រាប់ការរំលឹកនៅក្នុងមុខងារប៊ូតុងរំលឹកអញ្ចឹងនៅក្នុងនោះគឺលោកលោកស្រីអាចពិនិត្យបន្ថែមទៅលើជាស្អីទៅលើការជូនដំណឹងដោយលោកលោកស្រីចុចទៅលើប៊ូតុងមើលបន្ថែមជាងដូចគ្នាផងដែរករណីដែលឯកសាររបស់លោកលោកស្រីត្រូវបានបដិសេធលោកលោកស្រីចុចត្រង់ចំណុចមើលបន្ថែមលោកលោកស្រីនឹងដឹងអំពីមូលហេតុដែលឯកសាររបស់លោកលោកស្រីត្រូវបានបដិសេធដែលជាការឆ្លើយតបពីមន្ត្រីដែលក៏បានទទួលដូចគ្នាសម្រាប់ឯកសារដែលបានទទួលនៅក្នុងនោះក៏លោកលោកស្រីអាចធ្វើការចុចនៅត្រង់ប៊ូតុងមើលបន្ថែមបានផងដែរដើម្បីពិនិត្យទៅលើការជូនដំណឹងដូចគ្នាផងដែរសម្រាប់ប៊ូតុងកំណត់គឺជាប៊ូតុងមួយដែលអនុញ្ញាតឲ្យលោកលោកស្រីធ្វើការផ្លាស់ប្ដូរនៅពាក្យសម្ងាត់ករណីដែលលោកលោកស្រីយល់ថាពាក្យសម្ងាត់របស់ខ្លួនត្រូវបានដឹងដោយអ្នកដទៃអញ្ចឹងយើងចង់ផ្លាស់ប្ដូរនៅពាក្យសម្ងាត់ថ្មីយើងអាចធ្វើការផ្លាស់ប្ដូរដោយចូលទៅកាន់ប៊ូតុងកំណត់tại ông đưa cho option đi អត់ទេតែស្មៃ អញ្ចឹងត្រង់ចំណុចនេះធ្វើការបញ្ចូលនៅពាក្យសម្ងាត់ដែលកំពុងប្រើប្រាស់នឹងពាក្យសម្ងាត់ថ្មីរួចចុចទៅលើប៊ូតុងរក្សាទុកបន្តមកទៀតចុចទៅលើប៊ូតុងយល់ព្រមសម្រាប់ចំណុចបន្ទាប់គឺជាប៊ូតុង profile ដែលលោកលោកស្រីអាចពិនិត្យអំពីព័ត៌មានអ្នកប្រើប្រាស់ដែលនៅក្នុងនោះនៅពេលដែលលោកលោកស្រីចុចនឹងឃើញបង្ហាញអំពីឈ្មោះអ្នកប្រើប្រាស់ក៏ដូចជា email របស់អ្នកប្រើប្រាស់បានផងដែរអញ្ចឹងនៅក្នុងនោះក៏មាននៅប៊ូតុងមុខងារគ្រប់គ្រងគណនីដែលលោកស្រីអាចធ្វើការពិនិត្យនៅព័ត៌មានបានមុខងារអំពីកម្មវិធីដែលលោកស្រីអាចធ្វើការពិនិត្យអំពីចំនួននៃកម្មវិធីបានផងដែរការផ្លាស់ប្ដូរអ្នកប្រើប្រាស់គឺសំដៅទៅដល់ប្រសិនបើ
កុំព្យូទ័ររបស់លោកលោកស្រីបាទមានតម្រូវការប្រើប្រាស់គ្នាច្រើនយើងអត់ចាំបាច់ធ្វើការបិទនិងបើកឡើងវិញទេបាទយើងគ្រាន់តែចុចទៅលើប៊ូតុងផ្លាស់ប្ដូរអ្នកប្រើប្រាស់ប្រព័ន្ធនឹងលោតទៅដល់ផ្ទាំងដើម្បី log in បាទជាថ្មីម្ដងទៀតអញ្ចឹងយើងអាចធ្វើការផ្លាស់ប្ដូរនៅបាទ user ឬក៏គណនីដែល log ចូលប្រើប្រាស់បានបាទសម្រាប់ការចាក់ចេញគឺបាទគឺជាការបិទបាននៅផ្ទាំងកម្មវិធីបន្ទាប់ពីយើងឈប់ប្រើប្រាស់អញ្ចឹងខ្ញុំចូលមកកាន់បាទចំណុចបន្ទាប់គឺស្ដីអំពីប្រភេទអ្នកដាក់លិខិតនិងការបង្កើតលិខិតរដ្ឋបាលបាទអញ្ចឹងនៅក្នុងនោះដែរគឺមានចំនួន3បាទដោយតែបានបង្ហាញខាងដើមដូចគ្នាគឺមានបាទប្រភេទអ្នកដាក់លិខិតជាបុគ្គលទូទៅបាទប្រភេទអ្នកដាក់លិខិតបាទជាភ្នាក់ងារសេវាកម្មពន្ធដារបាទប្រភេទអ្នកដាក់លិខិតបាទជាអ្នកដំណើរសង្គ្រាមបាទកូនស្អាងអត់ទៅ ជាស្រ័យបងភឿមផ្លែនណាបាទអាចជួយបញ្យុទ្ធសំឡេងទេបងអាចជួយបិទសំឡេងតិចទៅបាទអរគុណបងបាទអញ្ចឹងខ្ញុំចូលមកកាន់ slide បន្ទាប់ទី23គឺស្ដីអំពីការដាក់លិខិតដែលគាត់ធ្វើការជ្រើសរើសជាបាទបុគ្គលទូទៅបាទអញ្ចឹងសម្រាប់បុគ្គលទូទៅគឺគាត់អាចធ្វើការដាក់លិខិតបាទផ្ទាល់ខ្លួនឬក៏គាត់អាចធ្វើការដាក់លិខិតជូនបាទជូនអ្នកដទៃបាទអញ្ចឹងដើម្បីធ្វើការដាក់លិខិតជាប្រភេទទូទៅគាត់ធ្វើការជ្រើសរើសបាទជាបុគ្គលទូទៅបាទបន្តមកទៀតធ្វើការចុចទៅលើប៊ូតុងបាទប៊ូតុងបង្កើតលិខិតរដ្ឋបាលថ្មីបាទនេះបន្ទាប់ពីចុចទៅលើប៊ូតុងបង្កើតលិខិតរដ្ឋបាលថ្មីបាទគាត់នឹងចូលមកដល់ផ្ទាំងបាទដែលជំហានទី1នេះគឺជាការបាទជ្រើសរើសនៅព័ត៌មានអ្នកដាក់លិខិតបាទដែលគាត់ធ្វើការជ្រើសរើសប្រសិនបើគាត់ធ្វើការដាក់លិខិតផ្ទាល់ខ្លួនគាត់ធ្វើការជ្រើសរើសផ្ទាល់ខ្លួនបាទប្រសិនបើគាត់ដាក់លិខិតជូនអ្នកដទៃគាត់ធ្វើការជ្រើសរើសបាទអ្នកដទៃបាទជាសម្រាប់ការបាទដាក់លិខិតផ្ទាល់ខ្លួនបាទកម្មវិធីគឺនឹងបង្ហាញនៅព័ត៌មានអ្នកដាក់លិខិតហ្នឹងគឺដោយស្វ័យប្រវត្តិបាទដោយឡែកករណីដែលគាត់ធ្វើការដាក់លិខិតជូនអ្នកដទៃបាទគាត់ត្រូវបំពេញនៅព័ត៌មានម្ចាស់លិខិតដែលគាត់នឹងដាក់ជូនបាទអញ្ចឹងកន្លែងនេះគាត់ធ្វើការជ្រើសរើសបាទដាក់លិខិតជូនអ្នកដទៃរួចគាត់ធ្វើការបាទបញ្ចូលនៅព័ត៌មានបាទព័ត៌មានម្ចាស់លិខិតដែលគាត់នឹងដាក់ជូនចឹងបន្ទាប់ពីគាត់បំពេញរួចរាល់ហើយគាត់ចុចប៊ូតុងបន្ទាប់ទី2ដើម្បីចូលទៅកាន់ជំហានទី2ចឹងសម្រាប់ជំហានទី2គឺតម្រូវឲ្យធ្វើការបញ្ចូលនិងជ្រើសរើសបាទស្ថាប័នបញ្ជូនលិខិតទៅកាន់បាទព្រមជាមួយនឹងខ្លឹមសារសង្ខេបបាទអញ្ចឹងនៅត្រង់នេះគឺគាត់ធ្វើការបញ្ចូលនៅកម្មវត្ថុនៃលិខិតបាទរដ្ឋបាលរបស់គាត់បាទតែនៅក្នុងការកំណត់នៃកម្មវត្ថុគឺគាត់អាចបញ្ចូលបាន200ពាក្យបាទបន្តមកទៀតគាត់អាចធ្វើការជ្រើសរើសបាទនៅអង្គភាពបាទដែលគាត់ចង់ធ្វើការដាក់លិខិតទៅកាន់បាទអញ្ចឹងកន្លែងនេះគឺគាត់ចុចនៅសញ្ញាព្រួយនេះដើម្បីធ្វើការជ្រើសរើសបាទករណីដែលគាត់ធ្វើការដាក់ទៅកាន់បាទកិច្ចយុត្តិធម៌ពន្ធដារគាត់ធ្វើការជ្រើសរើសកិច្ចយុត្តិធម៌ពន្ធដារបាទហើយករណីដែលគាត់ចង់ដាក់លិខិតទៅបាទសាខាពន្ធដារខេត្តខណ្ឌណាមួយត្រង់ចំណុចនេះគឺគាត់ធ្វើការជ្រើសរើសសាខាពន្ធដារខេត្តខណ្ឌនោះបាទសម្រាប់ខ្លឹមសារសង្ខេបបាទគឺគាត់ធ្វើការបញ្ចូលនៅខ្លឹមសារសង្ខេបបន្ថែមបាទដើម្បីបញ្ជាក់អំពីគោលបំណងនៃលិខិតរបស់គាត់អញ្ចឹងសម្រាប់ការបញ្ចូលគឺអាចបញ្ចូលបានរហូតដល់បាទ500ពាក្យអញ្ចឹងបន្ទាប់ពីបញ្ចូលរួចរាល់ចុចទៅលើប៊ូតុងបន្ទាប់បាទអញ្ចឹងសម្រាប់ជំហានបន្ទាប់នេះដែរគឺជាការភ្ជាប់នៅឯកសារដែលមានដូចជាពាក្យស្នើសុំឯកសារយោងនិងឯកសារផ្សេងបាទដែលជាទម្រង់ PDF បាទអញ្ចឹងសម្រាប់ការភ្ជាប់គឺសម្រាប់ឯកសារនីមួយៗគឺមិនត្រូវមានទំហំតូចជាង75បាទគីឡូបៃនិងមិនលើសពី25មេហ្គាបៃអញ្ចឹងបើសិនជាតូចជាងក៏ដាក់ភ្ជាប់មិនបានបាទហើយបើលើសក៏មិនអាចភ្ជាប់បានផងដែរបាទអញ្ចឹងនៅក្នុងនេះដែរសម្រាប់ពាក្យស្នើសុំគឺជាឯកសារតម្រូវបាទហើយចំណុចទី2ឯកសារយោងបាទ
និងទី3ឯកសារផ្សេងៗបាទអញ្ចឹងសម្រាប់បាទពាក្យស្នើសុំដែលមានឯកសារច្រើនឬក៏ទំហំធំបាទលោកលោកស្រីអាចធ្វើការបំបែកបាទទៅតាមទំហំដែលបានកំណត់បាទឧទាហរណ៍ថាឯកសារដែលយើងត្រូវភ្ជាប់ហ្នឹងគឺបាទមានទំហំ50មេបាទ50មេឬក៏70មេអញ្ចឹងទៅបាទ70មេហ្គាបៃអញ្ចឹងទៅយើងអាចបំបែកជា3អញ្ចឹងទៅបាទមួយហ្វាល់មានទំហំ20មេហ្គាបៃអញ្ចឹងទៅដើម្បីធ្វើការភ្ជាប់បាទបាទអញ្ចឹងដើម្បីភ្ជាប់យើងចុចទៅលើប៊ូតុងបាទភ្ជាប់ឯកសាររួចធ្វើការជ្រើសរើសនៅឯកសារដែលត្រូវភ្ជាប់បាទបន្តមកទៀតចុចទៅលើប៊ូតុងបាទ open បាទជាងបន្ទាប់ពីភ្ជាប់នៅឯកសាររួចរាល់បាទចុចទៅលើបាទប៊ូតុងបន្ទាប់ទី4បាទជាងសម្រាប់ការចុចទៅលើប៊ូតុងបន្ទាប់ទី4បាទលោកលោកស្រីនឹងចូលមកកាន់ផ្ទាំងមួយទៀតដើម្បីធ្វើការបញ្ជាក់និងពិនិត្យផ្ទៀងផ្ទាត់ឡើងវិញបាទមុននឹងលោកលោកស្រីធ្វើការបញ្ជូនបាទអញ្ចឹងបញ្ជាក់ជូនផងដែរករណីដែលលោកលោកស្រីធ្វើការបញ្ជូនហើយគឺយើងអាចធ្វើការកែតម្រូវបានទេបាទអញ្ចឹងដូចនេះគឺនៅត្រង់ចំណុចនេះដែរគឺជាចំណុចដែលអនុញ្ញាតឲ្យលោកលោកស្រីអាចពិនិត្យផ្ទៀងផ្ទាត់ឡើងវិញបាទមុននឹងយើងធ្វើការបញ្ជូនបាទអញ្ចឹងបើសិនជាយើងពិនិត្យឃើញថាមិនត្រឹមត្រូវយើងអាចចុចត្រឡប់ថយក្រោយវិញបានដើម្បីធ្វើការបាទកែតម្រូវបាទអញ្ចឹងសម្រាប់ការពិនិត្យឃើញថាត្រឹមត្រូវបាទសូមចុចទៅលើប៊ូតុងបញ្ជូនបាទអញ្ចឹងកម្មវិធីនឹងបង្ហាញផ្ទាំងបាទដើម្បីបញ្ជាក់សួរថាបាទលោកលោកស្រីបាទហើយពិតជាបាទចង់បញ្ជូននៅឯកសារនេះដែរឬទេបាទអញ្ចឹងកន្លែងនេះយើងធ្វើការធីកនៅត្រង់ចំណុចធានាអះអាងទៅលើព័ត៌មានបាទតែបានបញ្ចូលបាទអញ្ចឹងបន្ទាប់ពីធ្វើការធីករួចរាល់បាទចុចទៅលើប៊ូតុងបញ្ជូនបាទបន្ទាប់ពីចុចទៅលើប៊ូតុងបញ្ជូនបាទកម្មវិធីបង្ហាញនៅផ្ទាំងដែលអនុញ្ញាតឲ្យលោកលោកស្រីធ្វើការបោះពុម្ពបាទលិខិតបញ្ជាក់ការបញ្ជូនឯកសារបាទអញ្ចឹងនៅត្រង់នេះគឺលោកលោកស្រីអាចធ្វើការបោះពុម្ពបាទលិខិតបាទបញ្ជាក់អំពីការបាទបញ្ជូនឯកសារចេញមកខាងក្រៅដើម្បីធ្វើការតាមដានបាទបាទអញ្ចឹងនេះគឺជាគំរូបាទគំរូលិខិតបញ្ជាក់ការបញ្ជូនឯកសារដែលធ្វើការបោះពុម្ពបាទចេញពីកម្មវិធីបាទបាទអញ្ចឹងខ្ញុំចូលមកកាន់ការដាក់លិខិតជម្រើសទី2គឺជាភ្នាក់ងារសេវាកម្មពន្ធដារបាទអញ្ចឹងសម្រាប់ភ្នាក់ងារសេវាកម្មពន្ធដារបាទគឺធ្វើការជ្រើសរើសនៅចំណុចកណ្ដាលបាទដែលបាទនៅក្នុងកម្មវិធីដាក់ថាភ្នាក់ងារសេវាកម្មបាទពន្ធដារបាទអញ្ចឹងបន្ទាប់ពីចុចបាទចូលមកកាន់ភ្នាក់ងារសេវាកម្មពន្ធដារបាទគឺតម្រូវឲ្យលោកទស្សនីធ្វើការបាទបញ្ចូលនៅលេខអាជ្ញាប័ណ្ណបាទនឹងភ្ជាប់ជាមួយបាទនៅឯកសារបាទតំណាងជាភ្នាក់ងារសេវាកម្មពន្ធដារបាទអញ្ចឹងកន្លែងនេះធ្វើការបញ្ចូលនៅលេខអាជ្ញាប័ណ្ណមកបាទបន្តមកទៀតភ្ជាប់នៅបាទឯកសារអាជ្ញាប័ណ្ណដែលជាភ្នាក់ងារសេវាកម្មពន្ធដារចូលមកក្នុងបាទកម្មវិធីបាទអញ្ចឹងសម្រាប់ការភ្ជាប់នោះផងដែរគឺសម្រាប់ការភ្ជាប់យើងអាចភ្ជាប់ជាទម្រង់ PDF ឬក៏បាទជាទម្រង់ JPEG ដែលយើងស្គាល់ថាជារូបភាពបាទហើយសម្រាប់ file ដែលភ្ជាប់គឺទំហំមិនតូចជាង75និងមិនលើសពី5មេហ្គាបៃទេបាទជាបន្ទាប់ពីធ្វើការភ្ជាប់រួចរាល់ចុចទៅលើបាទប៊ូតុងរក្សាទុកអញ្ចឹងបន្ទាប់ពីចុចទៅលើប៊ូតុងរក្សាទុកបាទលោកលោកស្រីនឹងចូលមកដល់ផ្ទាំងបាទនៃកម្មវិធីដូចគ្នាដែលអនុញ្ញាតឲ្យលោកលោកស្រីធ្វើការបង្កើតនៅបាទលិខិតរដ្ឋបាលថ្មីបាទអញ្ចឹងសម្រាប់ការបង្កើតនៅលិខិតរដ្ឋបាលថ្មីសូមចុចទៅលើប៊ូតុងបង្កើតបាទជាស្រេចបាទអញ្ចឹងសម្រាប់ការដាក់លិខិតបាទជាភ្នាក់ងារសេវាកម្មពន្ធដារគឺខុសពីការដាក់លិខិតជាបុគ្គលទូទៅមួយជំហានបាទដោយនៅក្នុងការដាក់លិខិតជាបុគ្គលទូទៅយើងមានតែ4ជំហានទេបាទឥឡូវសម្រាប់ភ្នាក់ងារសេវាកម្មពន្ធដារគឺយើងមានបាទ5ជំហានអញ្ចឹងទី1គឺជាការពិនិត្យទៅលើព័ត៌មានអ្នកដាក់លិខិតបាទអញ្ចឹងកន្លែងនេះធ្វើការពិនិត្យផ្ទៀងផ្ទាត់ទៅលើព័ត៌មានអ្នកដាក់លិខិតបាទអញ្ចឹងឃើញថាត្រឹមត្រូវសូមចុចទៅលើប៊ូតុងបន្ទាប់ទី2ដើម្បីចូលទៅកាន់ជំហានបន្ទាប់បាទអញ្ចឹងសម្រាប់ជំហានបន្ទាប់នេះដែរគឺជាការជ្រើសរើសបាននៅព័ត៌មានអ្នកដាក់លិខិតដែលបាទគាត់អាចធ្វើការដាក់លិខិតជូនបាននីតិបុគ្គលឬក៏បាទរូបវន្តបុគ្គលបាទអញ្ចឹងករណីដែលគាត់ផ្ដល់សេវាជូននីតិបុគ្គល
កម្មវិធីនឹងតម្រូវឲ្យធ្វើការជ្រើសរើសឬបញ្ចូលនៅព័ត៌មានសហគ្រាសដោយចុចទៅលើប៊ូតុងបន្ថែមសហគ្រាសបាទនឹងបញ្ចូលនៅព័ត៌មានសហគ្រាសបាទអញ្ចឹងដើម្បីធ្វើការដាក់លិខិតជូននីតិបុគ្គលដំបូងគឺគាត់ធ្វើការចុចទៅលើប៊ូតុងបន្ថែមសហគ្រាសដើម្បីបញ្ចូលនៅបាទព័ត៌មានសហគ្រាសបាទអញ្ចឹងនៅពេលដែលចុចទៅលើប៊ូតុងបន្ថែមសហគ្រាសបាទកម្មវិធីនឹងបង្ហាញនៅផ្ទាំងដើម្បីអនុញ្ញាតឲ្យគាត់ធ្វើការស្វែងរកនៅព័ត៌មានសហគ្រាសដែលគាត់ចង់ធ្វើការបន្ថែមបាទអញ្ចឹងកន្លែងនេះគឺគាត់អាចធ្វើការស្វែងរកតាមរយៈលេខបាទអត្តសញ្ញាណសារពើពន្ធឬក៏លេខសម្គាល់ការចុះបញ្ជីពន្ធដារបាទអញ្ចឹងត្រង់ចំណុចនេះគឺគាត់ធ្វើការជ្រើសរើសមកបន្តមកទៀតធ្វើការបញ្ចូលនៅលេខអត្តសញ្ញាណសារពន្ធក៏ដូចជាលេខសម្គាល់ការចុះបញ្ជីបាទរួចចុចទៅលើបាទប៊ូតុងស្វែងរកអធិស្ឋានបងស៊ីណាតបាទអាចជួយបិទសំឡេងបងស៊ីណាត iPhone ទទួលពីខ្ញុំបានទេបងបាទអរគុណបាទអញ្ចឹងបន្ទាប់ពីធ្វើការបញ្ចូលរួចចុចទៅលើប៊ូតុងស្វែងរកបាទព័ត៌មានសហគ្រាសនឹងត្រូវបានបង្ហាញបាទដូចនេះសូមចុចទៅលើប៊ូតុងបាទដាក់បញ្ចូលបាទបាទអញ្ចឹងបន្ទាប់ពីចុចទៅលើប៊ូតុងដាក់បញ្ចូលព័ត៌មានសហគ្រាសដែលគាត់បានបញ្ចូលគឺនឹងបង្ហាញក៏ដូចជាធ្លាក់ចូលទៅក្នុងប្រអប់បាទលេខអត្តសញ្ញាណសារពើពន្ធនេះបាទដោយឡែកករណីដែលគាត់ធ្វើការផ្ដល់សេវាជូនរូបវ័ន្តបុគ្គលបាទគឺគាត់ធ្វើការជ្រើសរើសរូបវ័ន្តបុគ្គលបាទអញ្ចឹងកម្មវិធីគឺតម្រូវឲ្យបញ្ចូលនៅព័ត៌មានរូបវ័ន្តបុគ្គលដែលគាត់ធ្វើការផ្ដល់សេវាជូនដូចគ្នាផងដែរបាទអញ្ចឹងត្រង់ចំណុចនេះគឺគាត់បញ្ចូលនៅព័ត៌មានបាទនៅម្ចាស់លិខិតដែលគាត់នឹងធ្វើការដាក់លិខិតជូនបាទបន្តមកទៀតគាត់ចុចទៅលើប៊ូតុងបាទបន្តទី3បាទអញ្ចឹងដូចគ្នានៅក្នុងជំហានទី3គឺជាការបាទបញ្ចូលនៅកម្មវត្ថុបាទជ្រើសរើសស្ថាប័នក៏ដូចជាបាទខ្លឹមសារនៃលិខិតបាទអញ្ចឹងកន្លែងនេះធ្វើការបញ្ចូលកម្មវត្ថុបាទអង្គភាពដែលគាត់ចង់បញ្ជូនលិខិតទៅកាន់បាទខ្លឹមសារនៃលិខិតរដ្ឋបាលរបស់គាត់បាទបន្តមកទៀតចុចទៅលើបាទប៊ូតុងបន្ទាប់បាទសម្រាប់ជំហានទី4គឺដូចគ្នាបាទគឺជាការភ្ជាប់នៅឯកសារភ្ជាប់បាទអញ្ចឹងត្រង់ចំណុចនេះគាត់ធ្វើការភ្ជាប់នៅឯកសារភ្ជាប់ដោយចុចទៅលើប៊ូតុងបាទភ្ជាប់ឯកសារបាទដើម្បីធ្វើការភ្ជាប់នៅឯកសារបាទដែលជាឯកសាររដ្ឋបាលរបស់គាត់ជាបន្ទាប់ពីគាត់ធ្វើការភ្ជាប់រួចរាល់បាទគាត់ចុចទៅលើប៊ូតុងបន្ទាប់ដើម្បីចូលទៅកាន់ជំហានទី5បាទអញ្ចឹងសម្រាប់ជំហានទី5គឺជាការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញដូចគ្នាផងដែរបាទដោយតែបានជម្រាបខាងដើមករណីដែលពិនិត្យឃើញថាមិនត្រឹមត្រូវយើងអាចត្រឡប់ទៅកែវិញបានដោយឡែកករណីដែលយើងធ្វើការបញ្ជូនហើយគឺបាទมันអាចធ្វើការកែតម្រូវបាននោះទេបាទអញ្ចឹងបន្ទាប់ពីពិនិត្យឃើញថាត្រឹមត្រូវហើយចុចទៅលើប៊ូតុងបញ្ជូនបាទបន្ទាប់មកទៀតធ្វើការធីកនៅត្រង់ចំណុចធានាអះអាងរួចធ្វើការចុចទៅលើបាទប៊ូតុងបញ្ជូនតទៅពីបញ្ជូនបាទលោកលោកស្រីអាចធ្វើការបោះពុម្ពនៅលិខិតបញ្ជាក់ការបញ្ជូនឯកសារបាទដោយចុចទៅលើប៊ូតុងបាទបោះពុម្ពបាទរួចធ្វើការបោះពុម្ពលិខិតចេញមកខាងក្រៅបាទអញ្ចឹងខ្ញុំចូលទៅកាន់បាទ slide ទី45ស្ដីអំពីប្រភេទអ្នកដាក់លិខិតបាទជាអ្នកដំណើរសហគ្រាសបាទអញ្ចឹងសម្រាប់ការដាក់លិខិតជាអ្នកដំណើរសហគ្រាសបាទលោកស្រីអាចចូលមកដាក់លិខិតដោយចូលទៅកាន់បាទរូបតំណាងបាទដាក់ថាអ្នកដំណើរសហគ្រាសអញ្ចឹងសម្រាប់អ្នកតំណាងសហគ្រាសបាទជាដំបូងគឺកម្មវិធីតម្រូវឲ្យធ្វើការបំពេញបាទនៅព័ត៌មានបាទតំណាងសហគ្រាសដោយបញ្ចូលនៅឯកសារតំណាងបាទរួចភ្ជាប់នៅឯកសារតំណាងនិងចុចទៅលើបាទប៊ូតុងយល់ព្រមបាទអញ្ចឹងសម្រាប់ការឡុកចូលកម្មវិធីជាលើកដំបូងគឺតម្រូវឲ្យបាទលោកស្រីធ្វើការបន្ថែមនៅព័ត៌មានអ្នកដំណើរសហគ្រាសបាទដោយចុចទៅលើបាទអ្នកដំណើរសហគ្រាសបាទអញ្ចឹងសម្រាប់ការឡុកចូលបន្តទៀតលើកក្រោយពីលោកស្រីបានបន្ថែមរួចរាល់ហើយគឺព័ត៌មានហ្នឹងគឺនឹងធ្លាក់នៅក្នុងប្រអប់នេះតែម្ដងបាទអញ្ចឹងលោកស្រីមិនតម្រូវឲ្យធ្វើការបាទបំពេញរាល់ពេលធ្វើការដាក់លិខិតជាបាទជាអ្នកតំណាងទេលើកលែងតែយើងធ្វើការផ្លាស់ប្ដូរបាទផ្លាស់ប្ដូរនៅព័ត៌មានអ្នកតំណាងបាទ
បាទអញ្ចឹងសម្រាប់ការដាក់ជាអ្នកតំណាងសហគ្រាសបាទគឺលោកស្រីធ្វើការបន្ថែមជាមុនសិនបាទបន្ទាប់មកទៀតបាទកម្មវិធីបង្ហាញផ្ទាំងដើម្បីឲ្យបាទលោកស្រីធ្វើការបញ្ចូលនៅព័ត៌មានសហគ្រាសបាទដែលអស់លោកស្រីធ្វើការតំណាងនោះអញ្ចឹងសម្រាប់ចំណុចដំបូងនេះគឺជាការបាទស្វែងរកនៅសហគ្រាសបាទរបស់លោកស្រីបាទអញ្ចឹងសម្រាប់ការស្វែងរកគឺយើងអាចស្វែងរកតាមរយៈលេខអត្តសញ្ញាណសារពន្ធឬក៏លេខសម្គាល់ការចុះបញ្ជីពន្ធដារបាទអញ្ចឹងកន្លែងនេះធ្វើការជ្រើសរើសមកបន្តមកទៀតធ្វើការបញ្ចូលនៅលេខអត្តសញ្ញាណសារពន្ធក៏ដូចជាលេខប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដាររួចចុចទៅលើប៊ូតុងបាទស្វែងរកជាបន្ទាប់ពីស្វែងរកឃើញព័ត៌មានរួចធ្វើការបញ្ចូលនៅលេខឯកសារបាទឯកសារតំណាងបាទនិងធ្វើការភ្ជាប់បាទភ្ជាប់នៅឯកសារតំណាងរួចចុចទៅលើប៊ូតុងបាទជួយព្រមបាទអញ្ចឹងកន្លែងនេះធ្វើការភ្ជាប់មកបាទរើសឯកសារតំណាងមកភ្ជាប់បន្តមកទៀតចុចទៅលើបាទប៊ូតុងជួយព្រមបាទបន្ទាប់ពីបាទលោកលោកស្រីបានចូលមកកាន់ផ្ទាំងពណ៌នៃកម្មវិធីលោកលោកស្រីអាចធ្វើការបង្កើតនៅលិខិតរដ្ឋបាលថ្មីដោយចុចបាទទៅលើប៊ូតុងបាទបង្កើតលិខិតរដ្ឋបាលថ្មីបាទជាងដូចគ្នាផងដែរសម្រាប់ជំហាននៃបាទអ្នកដំណើរសហគ្រាសគឺមាន5ជំហានដូចគ្នាជាមួយនឹងបាទភ្នាក់ងារសេវាកម្មពន្ធដារបាទអញ្ចឹងសម្រាប់ព័ត៌មាននៅក្នុងជំហានទី1នេះគឺជាការពិនិត្យនៅព័ត៌មានបាទអ្នកដាក់លិខិតបាទអញ្ចឹងនៅក្នុងនេះគឺធ្វើការពិនិត្យនៅព័ត៌មានអ្នកដាក់លិខិតបាទជាបន្ទាប់ពីពិនិត្យត្រឹមត្រូវបាទចុចទៅលើប៊ូតុងបន្ទាប់មកដើម្បីចូលមកកាន់បាទជំហានទី2បាទអញ្ចឹងសម្រាប់ជំហានទី2គឺអំពីព័ត៌មានបាទព័ត៌មានអ្នកស្នើសុំបាទអញ្ចឹងសម្រាប់ព័ត៌មានអ្នកស្នើសុំគឺសំដៅទៅដល់បាទព័ត៌មានសហគ្រាសដែលអស់លោកលោកស្រីបាទធ្វើតំណាងនោះបាទអញ្ចឹងបន្ទាប់ពីពិនិត្យឃើញថាត្រឹមត្រូវចូលមកកាន់ជំហានទី3គឺជាការបាទបញ្ចូលនៅកម្មវត្ថុក៏ដូចជាជ្រើសរើសបាទអង្គភាពឬក៏ស្ថាប័ននិងខ្លឹមសារសង្ខេបបាទនៃលិខិតដែលលោកលោកស្រីត្រូវដាក់បាទអញ្ចឹងទី1គឺបញ្ចូលកម្មវត្ថុបាទទី2ចុចបាទសញ្ញាព្រួញនេះមកបាទ drop down ដើម្បីធ្វើការជ្រើសរើសអង្គភាពដែលលោកលោកស្រីចង់ដាក់លិខិតរដ្ឋបាលទៅកាន់បាទរួចធ្វើការបញ្ចូលនៅបាទខ្លឹមសារសង្ខេបនៃលិខិតរដ្ឋបាលរបស់បាទអស់លោកលោកស្រីបន្តមកទៀតចុចទៅលើប៊ូតុងបន្ទាប់ទី4បាទជាងដូចគ្នាសម្រាប់ជំហានទី4គឺជាការភ្ជាប់នៅឯកសារបាទអញ្ចឹងកន្លែងនេះធ្វើការចុចបាទតង់ភ្ជាប់នៅឯកសារនីមួយៗនោះមកបាទអញ្ចឹងបន្ទាប់ពីភ្ជាប់រួចរាល់ហើយបាទលោកលោកស្រីអាចចុចទៅលើប៊ូតុងបន្ទាប់ទី5ដើម្បីចូលមកកាន់បាទជំហានទី5ដែលជាជំហានសម្រាប់ធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ឡើងវិញបាទខ្ញុំបញ្ជាក់ជូនជាថ្មីម្ដងទៀតបាទសម្រាប់ជំហាននេះគឺលោកស្រីអាចធ្វើការពិនិត្យនៅរាល់ព័ត៌មានទាំងអស់ដែលលោកស្រីបានបំពេញតាំងពីជំហានទី1បាទមកដល់ជំហានទី4បាទអញ្ចឹងករណីដែលឃើញថាមានកំហុសឆ្គងត្រង់ចំណុចណាយើងអាចត្រឡប់ថយក្រោយដើម្បីធ្វើការកែតម្រូវឡើងវិញតែឡើយករណីដែលយើងបញ្ជូនហើយយើងអត់អាចធ្វើការបាទកែតម្រូវបាននោះទេបាទជាបន្ទាប់ពីពិនិត្យត្រឹមត្រូវបាទចុចបញ្ជូនរួចធ្វើការ tick នៅត្រង់ចំណុចធានាអាងទៅលើព័ត៌មានបាទបន្ទាប់មកទៀតធ្វើការបញ្ជូនបាទចឹងកម្មវិធីនឹងអនុញ្ញាតឲ្យបាទលោកស្រីធ្វើការបោះពុម្ពលិខិតបាទបញ្ជាក់ការបញ្ជូនឯកសារបាទអញ្ចឹងត្រង់ចំណុចនេះធ្វើការចុចទៅលើប៊ូតុងបាទបោះពុម្ពលិខិតបញ្ជាក់ការបញ្ជូនឯកសារបាទរួចធ្វើការបោះពុម្ពលិខិតចេញមកខាងក្រៅដើម្បីធ្វើការតាមដានបានផងដែរបាទអញ្ចឹងសម្រាប់ចំណុចបន្ទាប់បាទគឺស្ដីអំពីរបាយការណ៍សង្ខេបបាទរបាយការណ៍សង្ខេបបាទចឹងជាទូទៅនៅពេលដែលបានលោកលោកស្រីធ្វើការឡុកចូលមិនថាជារើសជាបុគ្គលទូទៅបាទអ្នកងារសេវាកម្មពន្ធដារឬក៏អ្នកតំណាងសហគ្រាសលោកលោកស្រីនឹងចូលមកដល់បាទផ្ទាំងរបាយការណ៍សង្ខេបមុនគេតែម្ដងបាទអញ្ចឹងសម្រាប់ផ្ទាំងរបាយការណ៍សង្ខេបនេះដែរគឺលោកលោកស្រីអាចធ្វើការពិនិត្យនៅបាទព័ត៌មានលិខិតដែលលោកលោកស្រីស្នើសុំបាទព័ត៌មានលិខិតដែលកំពុងបាទដំណើរការសរុបក៏ដូចជាបាទលិខិតដែលបានបាទបញ្ចប់ផងដែរបាទអញ្ចឹងករណីដែលលោកលោកស្រីចង់ពិនិត្យទៅលើព័ត៌មានលិខិតណាមួយបាទលោកលោកស្រីគ្រាន់តែចុចទៅលើតួលេខបាទតួលេខនៃលិខិតនោះបាទប្រព័ន្ធជាស្អីបាទកម្មវិធីនឹងចូលមកដល់ទាំងរបាយការណ៍នៃព័ត៌មានលិខិតនោះតែម្ដងបាទ
អញ្ចឹងនៅត្រង់ចំណុចនេះគឺលោកស្រីអាចធ្វើការតាមដាននៅក្នុងកម្មវិធីបានផងដែរដោយចុចបាននៅត្រង់បាទពាក្យថាតាមដានឯកសារណាឬបាទលោកស្រីអាចធ្វើការបោះពុម្ពបាទលិខិតបញ្ជាក់ការបញ្ជូនឯកសារឡើងវិញបានផងដែរបាទអញ្ចឹងសម្រាប់ការតាមដានឯកសារនៅពេលដែលលោកស្រីចុចបាទទៅលើពាក្យតាមដានឯកសារនោះលោកស្រីនឹងឃើញនៅបាទស្ថានភាពបាទរបស់លិខិតរបស់លោកស្រីបាទថាស្ថិតនៅក្នុងអង្គភាពមួយណាបាទដូចគ្នាផងដែរករណីដែលលោកស្រីធ្វើការបោះពុម្ពបាទលិខិតបញ្ជាក់ការបញ្ជូនឡើងវិញកម្មវិធីនឹងបង្ហាញនៅផ្ទាំងមួយដែលអនុញ្ញាតឲ្យបាទលោកស្រីធ្វើការបោះពុម្ពបាទបោះពុម្ពនៅលិខិតបញ្ជាក់ការបញ្ជូនឯកសារឡើងវិញបានផងដែរបាទសម្រាប់ចំណុចបន្ទាប់គឺជារបាយការណ៍សង្ខេបទៅតាមបាទស្ថានភាពបាទនីមួយៗនៃលិខិតស្នើសុំបាទអញ្ចឹងនៅក្នុងនោះមានជាលិខិតស្នើសុំបាទកំពុងដំណើរការនិងបានបញ្ចប់បាទអញ្ចឹងនៅត្រង់ចំណុចនេះជាជាក់ស្ដែងគឺដូចគ្នានៅក្នុងផ្ទាំងរបាយការណ៍សង្ខេបទេបាទគ្រាន់តែផ្ទាំងរបាយការណ៍សង្ខេបបាទលោកស្រីគ្រាន់តែចុចមកគឺលោកទៅតាមបាទប្រភេទរបាយការណ៍នីមួយៗនោះតែម្ដងបាទដោយឡែកករណីដែលលោកស្រីចង់ចូលទៅតាមបាទឈ្មោះនៃរបាយការណ៍នីមួយៗបាទលោកស្រីអាចចុចនៅបាទមនុយខាងឆ្វេងដៃនេះបានផងដែរបាទអញ្ចឹងត្រង់ចំណុចនេះគឺជាបាទមនុយរបាយការណ៍លិខិតដែលបានបាទស្នើសុំបាទអញ្ចឹងសម្រាប់នៅក្នុងចំណុចនេះក៏លោកស្រីអាចធ្វើការចុចទៅលើប៊ូតុងតាមដានឯកសារក៏ដូចជាការបោះពុម្ពបាទលិខិតបញ្ជាក់ការបញ្ជូនឯកសារបានឡើងវិញផងដែរអញ្ចឹងសម្រាប់ប្រភេទរបាយការណ៍បាទលិខិតកំពុងដំណើរការបាទលោកស្រីក៏អាចធ្វើការបាទចុចតាមដានឯកសារក៏ដូចជាការបោះពុម្ពលិខិតបញ្ជាក់ការបញ្ជូនឯកសារឡើងវិញបានដូចគ្នាផងដែរបាទអញ្ចឹងនៅក្នុងរបាយការណ៍លិខិតដែលបានបញ្ចប់អញ្ចឹងសម្រាប់របាយការណ៍លិខិតដែលបានបញ្ចប់គឺមានពីរស្ថានភាពមានបានបញ្ចប់ដោយបានដោះស្រាយនិងមួយទៀតគឺបានបញ្ចប់ដោយបដិសេធបាទអញ្ចឹងករណីដែលលិខិតបានបញ្ចប់បាទដែលបានដោះស្រាយនៅក្នុងនោះដែរស្ថានភាពនឹងបង្ហាញថាបាទបានដោះស្រាយហើយលោកស្រីក៏អាចធ្វើការស្វែងរកបាទឬក៏ទាញយកនៅលិខិតជូនដំណឹងស្ដីអំពីការបញ្ចប់ឯកសារបាទបានដោយខ្លួនឯងផងដែរបាទអញ្ចឹងកន្លែងនេះនៅពេលដែលលិខិតរបស់យើងទៅបានដោះស្រាយបាទនៅក្នុងកម្មវិធីគឺមានបាទពាក្យថាលិខិតជូនដំណឹងស្ដីអំពីការបាទបញ្ចប់ឯកសារអញ្ចឹងកន្លែងនេះលោកស្រីអាចធ្វើការទាញយកលិខិតជូនដំណឹងនេះដោយចុចបាននៅត្រង់ចំណុចពាក្យលិខិតជូនដំណឹងនេះផងដែរដោយឡែកករណីដែលបាទលិខិតរបស់លោកស្រីទៅបានបញ្ចប់ដោយបដិសេធបាទអញ្ចឹងលោកស្រីក៏អាចធ្វើការស្វែងរកមូលហេតុអំពីការបដិសេធបានផងដែរដោយចុចនៅត្រង់សញ្ញាឧទានបាទអញ្ចឹងនៅក្នុងនេះគឺនឹងឃើញបាទនឹងឃើញនៅហេតុផលគឺមូលហេតុនៃការបដិសេធបាទអញ្ចឹងជាឧទាហរណ៍នៅក្នុង slide បាទខ្ញុំបានដាក់ខ្លីទេបាទគឺខ្វះបាទឯកសារយោងបាទជាជាក់ស្ដែងមន្ត្រីគាត់នឹងបញ្ចូលអាចថាច្បាស់ក៏បញ្ជាក់បន្ថែមលម្អិតអំពីមូលហេតុបាទដែលគាត់បដិសេធច្បាស់ជាងអ្វីដែលខ្ញុំបានដាក់នៅក្នុងការធ្វើបទបង្ហាញនេះបាទអញ្ចឹងខ្ញុំសូមចូលមកកាន់ចំណុចទី6ស្ដីអំពីកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារបាទមុខងារបាទតាមដានឯកសារបាទអញ្ចឹងសម្រាប់ការតាមដានឯកសារបាទនៅលើលិខិតបាទចាក់អំពីការបញ្ជូនឯកសាររបស់អស់លោកស្រីហ្នឹងលោកស្រីក៏អាចធ្វើការតាមដាននៅក្នុងកម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារនេះបានផងដែរបាទដោយលោកស្រីធ្វើការទាញយកកម្មវិធីបាទបើសិនជាយើងប្រើប្រាស់បាទ Play Store យើងទាញនៅក្នុង Play Store បើសិនជាយើងប្រើប្រាស់បាទ App Store យើងធ្វើការទាញនៅក្នុង App Store បាទបន្តមកទៀតបាទដើម្បីធ្វើការតាមដានសូមចុចបាទទៅលើបាទមុខងារតាមដានឯកសារបាទរួចធ្វើការ scan នៅ QR code បាទដែលមាននៅលើលិខិតដែលបានហើយបោះពុម្ពចេញមកខាងក្រៅនោះបាទអញ្ចឹងបន្ទាប់ពីបាទលោកលោកស្រីធ្វើការ scan លោកស្រីនឹងឃើញអំពីស្ថានភាពក៏ដូចជាព័ត៌មានបាទនៃពាក្យស្នើសុំបាទរបស់អស់លោកលោកស្រីបាទអញ្ចឹងសម្រាប់បទបង្ហាញស្ដីអំពីកម្មវិធីរដ្ឋបាលលេខនិពន្ធការរបស់ខ្ញុំបាទបានមកដល់ទីបញ្ចប់ហើយបាទអញ្ចឹងសូមអរគុណបាទសម្រាប់ការចូលរួមបាទសូមអរគុណ